សួស្តីខ្ញុំវិលត្រឡប់មកទៀតហើយថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីចំណុចពិសេសក្នុងការដែលគាត់សាកសួរព័ត៌មាន condo សម្រាប់ជួលអញ្ចឹងជាដំបូងឡើងឲ្យបងត្រូវតែប្រាប់ថាបងត្រូវការប្រភេទកន្ទប់បែបណា studio 1 bedroom 2 bedroom ឬក៏3 bedroom ហើយចំណុចទី2ចំណុចនោះគឺសំខាន់ខ្លាំងមែនតើចំពោះតម្លៃវាអាចខុសគ្នាទៅតាមប្រភេទកន្ទប់ប៉ុន្តែអ្វីដែលសំខាន់គឺបងត្រូវការតម្លៃ450 550 600ឬក៏ខ្ពស់ជាងហ្នឹងហើយចំពោះសម្ភារៈបងនឹងស្រាប់ឯការដែលបងចូលជួល condo គឺបងត្រូវការជាប្រភេទមានសម្ភារៈពេញឬក៏ប្រភេទអត់សម្ភារៈហើយអ្វីដែលសំខាន់ចំណុចនេះគឺអាចផ្ដល់ឲ្យបង special ខ្លាំងបងត្រូវការ view បែបណាបងត្រូវការ view បែបទៅខាងមាត់ទន្លេឬក៏60ម៉ែត្រសម្រាប់បងដែលគាត់ត្រូវការជួលនៅ Alban Village ហើយចំណុចទី2គឺប្រភេទ veranda ហើយជាមួយនឹងបរិយាកាសក្នុងបន្ទប់ផ្សេងៗទៀតបងអាចផ្ដល់មកកាន់ពួកខ្ញុំដើម្បីពួកខ្ញុំជ្រើសរើសប្រភេទកន្ទប់ទៅតាមតម្រូវការរបស់បង So bye bye